នឹកអាទិទេពទេនឹកអាចនឹងមានការរៀបចំជាមួយនឹងពេជ្រអាទិទេពជាការពិតទេប្រហែលជាការពិតទេអូប្រហែលណាប៉ុន្តែមានការដែលគេស៊ើបសួរយើងហើយស៊ើបសួរថាអាចនឹងប៉ះគ្នាហើយណាបាទណាគួរម្ដងចង់ទិញអីបើសិនជាបានយើងបាន12លានព្រោះថាច្រើនដែរណាទិញឡានយ៉ាងទិញឡានបាទសួស្ដីហាន់ពីបងបាទសួស្ដីមកឃើញកលេចទៅក្រោយរហូតកលេចមិនអូនទៅក្រោយតែក៏បានមិញចាប់គូហើយប៉ះប្រទេសណាមិញម៉ារ៉ុកណាបានស្គាល់គាត់ទេបាទធ្លាប់មើលវីដេអូគាត់ដែរល្អអីដែរបាទសម្រាប់គាត់ល្អក្បាច់ដែរក្បាច់ណា1 2តតកីឡាបែបនេះធ្លាប់ជួបច្រើនទេបាទសម្រាប់ហាន់ពីធ្លាប់បងបាទហើយសម្រាប់បេក្ខភាពខាងខ្មែរយើងគឺឌីមីតើហាន់ពីធ្លាប់ប្រកួតមួយឌីមីទេអត់ដែរទេមូលហេតុអីដែរគីឡូខុសគ្នាឬក៏គេហៅថាការប្រកួតរបស់បងប្អូនទាំងពីរនៅដំណាក់កាលខុសគ្នាមកពីគីឡូខុសគ្នាបងបាទគាត់ទៅឡើងគីឡូឥឡូវបាទហើយចុះមិញនេះដៃគូឌីមីម្នាក់ទៀតណាមើលទៅដូចកាចមាំអត់អីទេបងអត់អីណាបាទបើមានវាសនាជួបគ្នាបាទមើលទៅគាត់ដោយសារអញ្ចឹងគាត់ធ្លាប់មកវាយនៅខ្មែរ8ដងហើយហើយគាត់វាយសិតតែសិស្សច្បងណាដូចលោកចិនហុងវ៉ាន់ចន្ទធាអញ្ចឹងគាត់ឃើញយើងដូចក្មេងណាបាទឥឡូវចាំមើលក្មេងមើលបាទក្មេងប៉ះចាស់ញឹកដែរហ្នឹងអត់ដឹងក្មេងសកលក្រោយខ្លាំងទេការត្រៀមខ្លួននេះបានអងរត់ណាហាន់ពីពេញហ្មងណាបាទហើយតាក់តងទៅនឹងគីឡូអីធ្វើច្រើនទេច្រើនដែរណាហាន់ពី57គត់អីមិញខ្លាំងបានប៉ុន្មានហាន់ពី56កន្លះ56គេឃើញហាន់ពីនឹងឌីមីគេនឹកសម័យបូរ៉ាប៉ះជាមួយនឹងបានថងណាបាទតែឥឡូវនេះយើងមិនទាន់ហ៊ានសម័យណាព្រោះមើលខាងគេនោះធំបាទតែចំណាយគេធ្វើគីឡូបានទឹកប្រាក់12លាននេះបើសិនជាបានអាចជួយសម្រួលអីខ្លះដល់យើងហាន់ពីបាទសម្រាប់ខ្ញុំអត់មានអីបងមានតែសន្សំហ្នឹងអីបងណាគួរម្ដងចង់ទិញអីបើសិនជាបានយើងបាន12លានព្រោះថាច្រើនដែរណាទិញឡានយ៉ាងទិញឡានណាអូខេនេះជាក្តីសម័យរបស់ហាន់ពីខ្ញុំធ្លាប់សភាប្អូនគឺប្អូនហៅថាជាកីឡាករមួយដែលតស៊ូចេញពីទឹកដៃលោកគ្រូឈុតសេរីបាទហើយបច្ចុប្បន្ននេះក៏មានហៅថាក្លឹបប្អូនណាដូចវ៉ាន់ថងនឹងរ៉ាគីមសិតតែធ្លាប់បានជោគជ័យនៅភាគណានេះឥឡូវចាំមើលថាតើហាន់ពីអាចដើរតាមគីឡូសិចបងបានអត់ហើយហាន់ពីមិនទៅចេះនិយាយបងនឹកអាទិទេពទេនឹកហាន់ពីជាកីឡាករតែមួយគត់ដែលអាចគេហៅថាយកឈ្នះហាន់ពីយកឈ្នះអាទិទេពបាទហើយឮថាអាចនឹងមានការផ្សំគុំផងបាទតែជំរឿសិនព្រោះថាគីឡូបងប្អូនណាគេចូលចិត្តមើលណាពិសេសហាន់ពីជាកីឡាករមួយដែលអាចនិយាយថាបងក៏ស្រឡាញ់ការវាយបងដែរតិចនិចមែនតើបាទហើយប្រកួតស្អែកមានការបដិញ្ញាចិត្តយ៉ាងណាដែរបាទសម្រាប់ខ្ញុំបដិញ្ញាចិត្តនឹងធ្វើអស់ពីសមត្ថភាពបងព្រោះនេះជាការប្រកួតដណ្ដើមខ្សែក្បាត់បងបាទឥឡូវបងលួចសួរនិយាយក្រៅផ្លូវការបន្តិចមកអូនដំណឹងដែលថាអាចនឹងមានការរៀបចំជាមួយនឹងពេជ្រអាទិទេពជាការពិតទេប្រហែលជាការពិតទេប្រហែលណាប៉ុន្តែមានការដែលគេស៊ើបសួរយើងហើយស៊ើបសួរថាអាចនឹងប៉ះគ្នាហើយណាបាទបើសិនជាមានការរៀបចំមែនសម្រាប់យើងជាអ្នកឈ្នះមិនដែរហាន់ពីទទួលទទួលទេបាទព្រោះចិត្តជាអ្នកប្រកួតណាហាន់ពីអរគុណហាន់ពីបាទទទួល